បាទសួស្តីមកនេះចឹងសម្រាប់បងប្អូនដែលចង់បានសេវាកម្ម YouTube Subscriber តើយើងទិញសេវាកម្មមួយណាហើយយើងទិញរបៀបម៉េចឲ្យបានត្រឹមត្រូវណាចឹងបងប្អូនអ្នកថ្មីបងប្អូនអាចមើលវីដេអូនេះបានបាទចឹងពេលដែលបងប្អូនចូល website smline.com ហើយបងប្អូនជ្រើសរើសពាក្យថា new order នេះមកបាទតមកទៀតយើង select លើ logo YouTube នេះមកដើម្បីឲ្យវាចេញសេវាកម្ម YouTube ទាំងអស់អូខេចឹងពេលដែលយើង select លើហ្នឹងហើយវានឹង show category ហើយនឹងសេវាកម្មនៅYouTube ទាំងអស់ណាអូខេអញ្ចឹងយើងជ្រើសរើសសេវាកម្ម YouTube Subscriber បាទអញ្ចឹងយើងយក category ខាងលើគេនេះមកតមកទៀតយើងមើលក្នុង category ហ្នឹងតើវាមានសេវាកម្មអីខ្លះអញ្ចឹងវាមាន6 7សេវាកម្មសុទ្ធតែ Subscriber បាទអញ្ចឹងបច្ចុប្បន្ន YouTube Subscriber វាមានតម្លៃថ្លៃហើយរៀងដើរយឺតជាងធម្មតាអញ្ចឹងណាវាអត់ដូចមុនទេបងប្អូនបាទបើសិនណាយើងទិញតម្លៃរៀងទាបជួនកាលវាអាចនឹង drop ហើយនឹងវាដើរវាដើរអត់ដើរបដ ாய் ជួនកាលដើរមួយថ្ងៃមួយពីរអញ្ចឹងទៅបាទអញ្ចឹងបច្ចុប្បន្នយើងពិបាករកសេវាកម្ម YouTube Subscriber ដែលដើរគួរសមណាអញ្ចឹងសម្រាប់សេវាកម្មក្នុងcategory នេះវាដើរស្រួលបងប្អូនបាទវាអាចមួយថ្ងៃ100ឬក៏50អីចឹងទៅជួនកាលតាម speed នៃសេវាកម្មណាហើយមួយទៀតវាអាចមានការវិជាទិញច្រើនក៏វាដើររៀងយឺតជាងដែរតែបើយើង order 2 300អីមួយថ្ងៃឬក៏2 3ថ្ងៃអាចនឹងគ្រប់ហើយបាទអញ្ចឹងណាអញ្ចឹងបើយើងចង់បានលឿនជាងហ្នឹងខ្ញុំរកដូចជាអត់មានទៀតទេបងប្អូនបាទដោយសារ YouTube វាសារ update ពេកហើយបច្ចុប្បន្នដូចបងប្អូនដឹងហើយបច្ចុប្បន្នគឺ AI ខ្លាំងបច្ចេកទេសនៃ AI បង្កើតវីដេអូហ្នឹងក៏ច្រើនហើយមានភាពប្លែកហើយ YouTube គឺអត់អនុញ្ញាតឲ្យរកលុយជាមួយនឹង AI ទេបាទមុំវីដេអូយើងធ្វើ original ធម្មតាក៏វាបិទដែរដាច់ monetize អស់បាទចេញពណ៌លឿងចេញអីអស់លេងលើអូខេអញ្ចឹងសម្រាប់ YouTube វាអត់ដូចពីមុនទេបាទវា update ច្រើនអញ្ចឹងសម្រាប់ subscriber យើងបងប្អូនអាចទិញមួយណាក៏បានដែរអញ្ចឹងបើបងប្អូនចង់ទិញអាសេវាកម្មទី1យើង select មើលអាសេវាកម្មទី1មកគេដាក់ថា YouTube subscriber make make 2k 30 day refill បាទអានេះឃើញគេដាក់ speed ទេបងប្អូនគេបញ្ជាក់មួយថ្ងៃ10ទៅ20 សាប់ក្នុងមួយថ្ងៃបាទអញ្ចឹងវាដើរយឺតទេឃើញទេហើយសេវាកម្មនេះ speed វាអាចថាមួយថ្ងៃ200ទៅ300សាប់ក្នុងថ្ងៃយ៉ាងនេះវាដើររៀងគ្រាន់តិចតម្លៃខុសគ្នាតិចតួចទេបងប្អូនបាទអញ្ចឹងយើងអាចselect លើសេវាកម្មទី2តមកទៀតយើងដាក់ link channel របស់យើងណាបាទអញ្ចឹងយើងទៅ copy link channel របស់យើងមកបាទអានេះខ្ញុំឧទាហរណ៍ណាប្រហែលថាយើងយក link channel គេមួយនេះយើង copy អញ្ចឹងមកបាទយើងចុចអា line 3ខាងលើបងប្អូនបាទរបៀប3ខាងលើហ្នឹងមកតបមកយើង select share បាទ share ឡើងហ្នឹងមកតបមក copy link បាទអញ្ចឹងយើងយកមកផាសកន្លែង link នេះមកចុចឲ្យជាប់មកចុចផាសតែប៉ុណ្្នឹងមកកុំលុបអីញញ៉ៃបងប្អូនបាទអញ្ចឹងវាបើលុបវាអាចខុសដល់ពេលនេះដំណើរការនៃសេវាកម្មវាអត់ direct ទៅកាន់ channel របស់យើងទេអញ្ចឹងគេ subscribe អត់បានអញ្ចឹងណាយើង copy ធ្វើម៉េចកុំឲ្យខុសអញ្ចឹងយើងចង់បានម៉ែនឧទាហរណ៍យើងចង់បាន500បាទយើងចំណាយអស់$9ជាងបាទហើយបើយើងចង់បាន 1k យើងដាក់ 1k ទៅហើយមួយទៀតខ្ញុំចង់បញ្ជាក់កន្លែង average time ឡើយនេះបើសិនណាជាម៉ោងវាឃើញសល់ច្រើនឃើញទេ average time ហ្នឹងមានន័យថាបើសិនណាជាសេវាកម្មនឹងទទួលការបញ្ជាទិញច្រើនវាអាចនឹង slow វាអាចនឹងយឺតហើយម៉ោងឡើយហ្នឹងគឺវាឡើងអញ្ចឹងបើសិនណាជាម៉ោងឡើយហ្នឹងទៀតសល់1ម៉ោង3 4ម៉ោងអញ្ចឹងអាហ្នឹងដើរលឿនទេតែបើ35ម៉ោងនេះមានន័យថាវានៅទទួល order នៅឡើយទេបាទវាអត់ទាន់ដល់ order របស់យើងណាអញ្ចឹងវាអាចត្រូវការពេល1ថ្ងៃ2ថ្ងៃអីចឹងទៅឬក៏មួយថ្ងៃវាដើរបានតិចថ្ងៃតិចចឹងណាបាទធម្មតាយើងទិញ subscriber យើងមិនចាំបាច់ចង់បានភ្លាមមួយថ្ងៃឬក៏1ម៉ោងអីគ្រប់បដ ாய் ទេបាទវាដូចជាធម្មតាយើងឲ្យវាដើរធម្មតាទៅណាអូខេបើយើងចង់បានលឿនពេកមានតែអា0.ប្រហែលសេនក៏មានតែខ្ញុំអត់ដាក់បាទដោយសារអីដោយសារវាដើរបាន plate បាត់ទៅវិញអស់លីងទៅជួនកាលដាក់ 1k បាន1រៀលផង 1k តម្លៃវាអត់ដល់1រៀលទេដាក់បាន1ម៉ោងក៏វា drop ទៅវិញអស់អញ្ចឹងណាអញ្ចឹងសេវាកម្មសេវាកម្មតម្លៃរៀងខ្ពស់អាហ្នឹងវាគុណភាពទៅតាមហ្នឹងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ការទិញ YouTube subscriber វាមានតែប៉ុណ្្នឹងទេបងប្អូនបាទអត់បាក់ទេបើសិនណាបងប្អូនមានចម្ងល់អាចឆាតសួរខ្ញុំតាមឬក៏ comment ខាងក្រោមវីដេអូក៏បានដែរបាទអរគុណច្រើនបាយបាយ